សួស្តីលោកគ្រូពួកយើងមកពីក្រុមទី1ថ្ងៃនេះយើងមកធ្វើការតេស្ត True Bin Sensor សម្រាប់ការដំឡើងមានប្រមាណឧបករណ៍នៅខាងលើហ្នឹងឥឡូវឈានទៅដល់ការដំឡើងទាំងអស់គ្នាសម្រាប់ True Bin Sensor មានពីរផ្នែកគឺផ្នែក receiver និងផ្នែក emitter សម្រាប់ខាងឆ្វេងនេះគឺជាផ្នែក receiver និងខាងស្ដាំគឺជាផ្នែក emitter យើងត្រូវដំឡើងដាក់វាទល់មុខគ្នាឲ្យស្មើគ្នាកលេចពីខាងក្រោយគឺគ្នាយើងកំពុងតែតខ្សែភ្លើងសម្រាប់ខ្សែភ្លើងខាងក្រោយគឺមានពីរផ្នែកដូចគ្នាគឺផ្នែក receiver និងផ្នែក emitter សម្រាប់ផ្នែក receiver មាន3ខ្សែភ្លើងគឺមានបូកមានដកនិងមានអើសម្រាប់ខាង emitter គឺមានតែពីរប៉ុណ្ណោះគឺមានបូកហើយនិងដកយើងនិយាយពីប្រព័ន្ធភ្លើងវិញសម្រាប់ភ្លើងយកភ្លើងពី AC ចូលទៅកាន់ដុំ power supply ដែលនៅខាងស្ដាំដៃហើយបញ្ជូនទៅកាន់ terminal ដែលនៅផ្នែកកណ្ដាលនិងជូនទៅកាន់ relay ដែលនៅខាងឆ្វេងដៃឥឡូវដល់វាសំខាន់ដែលយើងត្រូវការតេស្តនៅ sensor របស់យើងគឺយើងចែកចេញជាពីរផ្នែកគឺការតេស្តលើកជាមួយគឺយើងដាក់ dark mode ដើម្បីតេស្តសម្រាប់ dark mode នេះដែរនៅពេលដែលពន្លឺដែលចេញពី emitter បញ្ជូនទៅកាន់ receiver ចុះខ្សោយវាធ្វើឲ្យយើង load sensor ឥឡូវយើងក៏លេខមកមើលការតេស្តលើកទី2ដែលតេស្តទៅលើ function light mode សម្រាប់ function light mode នេះគឺផ្ទុយជាមួយនឹង dark mode នៅពេលដែលមានវត្ថុរារាំងពន្លឺដែលជះចេញពី emitter ចូលទៅកាន់ receiver ធ្វើឲ្យ sensor នោះបិទនៅពេលដែលគ្មានវត្ថុរាំងស្ទះនោះទេ sensor នោះនឹងបើកអូតូ